បាទជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នានឹងជួបជាមួយខ្ញុំបាទអ្នកជាសុភីថ្ងៃនេះយើងមកតជាមួយ config marketing ទាំងអស់គ្នានៅក្នុង episode 1នេះគឺយើងរៀនតជាមួយ marketing ដែលជាមេរៀនមួយថ្មីនៅក្នុង channel មួយនេះបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅនេះទាំងអស់គ្នាបាទអញ្ចឹងតជាមួយនឹងការ config marketing យើងអាច config តាម web ក៏បានឬក៏យើង config តាមតជាមួយនឹងតជាមួយកម្មវិធីវាក៏បានដែរមួយរឿងទៀតយើងអាច config តាម console តែយើងអាចដោតជាមួយនឹង site console យើង config តែឥឡូវនេះយើង config តាមតជាមួយនឹង GUI អញ្ចឹងជាបឋមយើងត្រូវចូលទៅក្នុង Chrome មុនសិនដើម្បីយើង down តជាមួយនឹង Winbox ដែលជាកម្មវិធីមួយរបស់ Marketing ដែលយើងអាចចូលទៅ remote ជាមួយនឹង Marketing របស់យើងបានអញ្ចឹងធ្វើម៉េចយើងត្រូវមានអ៊ីនធឺណិតណាដោយសារតែមុននឹង config យើងត្រូវមានអ៊ីនធឺណិតមុនសិនតែបើយើងអត់មានអ៊ីនធឺណិតទេនោះយើងអាច download តជាមួយនឹងកម្មវិធី Winbox បានទេបាទអញ្ចឹងយើងចូលមក Chrome មកបាទបន្តមកទៀតយើងសំទោសដោយសារ screen 2អញ្ចឹងរៀងបន្តិចបាទអញ្ចឹងតជាមួយកន្លែងនេះយើងត្រូវវាយពាក្យតថា Winbox ណា Winbox បាទអញ្ចឹងតជាមួយកន្លែងនេះគឺយើងនឹងឃើញតជាមួយនឹង website របស់ Marketing ផ្ទាល់ដែលយើងវាដាក់ថា download បាទអញ្ចឹងយើងគ្រាន់ click ពាក្យកន្លែង download មកបន្តមកទៀតវានឹងចូលមកដល់តជាមួយនឹង website មួយរបស់ Marketing ដែលយើងអាចឃើញនៅក្នុងនឹងបានបាទអញ្ចឹងនៅកន្លែងនេះ Winbox របស់យើងគឺមាន 3.0 និង 4.0 ដែលគេដាក់ថា 4.0 ហ្នឹងគឺ beta តជាមួយ 3.40 ជាងនេះគឺទូទៅអញ្ចឹងការមុនអ្នកដែលគាត់ធ្លាប់ config marketing ភាគច្រើនគាត់រើសយក3ចុចនេះហើយគាត់អត់រើសយក4ទេដោយសារអី4នេះគឺមាន GUI ថ្មីអញ្ចឹងពេលខ្លះវារៀងទៅរៀងប្លែកជាងនេះបន្តិចអញ្ចឹងណាបាទអញ្ចឹងខ្ញុំសចាស់នៅកន្លែងនេះខ្ញុំឲ្យយកតជាមួយនឹង4ចុចទៅដើម្បីយើងអាចរៀន feature ថ្មីនៅក្នុងនឹងបានតជាមួយការ config ដូចជាមិនប្លែកអ្វីទេវាដូចតែគ្នាទេគ្រាន់តែតជាមួយ 3.0 ហ្នឹងវា GUI រៀងបែបពីមុនអញ្ចឹងណាដល់ពេលតជាមួយ4ចុចនេះគឺតជាមួយនឹងកម្មវិធីសប្តាហ៍ថ្ងៃគឺវាទំនើបដូច iPhone upgrade version Android upgrade version មកយ៉ាងឯងបាទអញ្ចឹងកន្លែងនេះយើងចុច download មកបាទយើងយក64 bit មកបាទដោយសារឥឡូវហ្នឹងគឺតជាមួយកុំព្យូទ័រយើងចាប់ពី11ឡើងហ្នឹងគឺឡើងមាន32 bit ហើយយើងមាន64 bit ឡើងយើង download ចូលមកអញ្ចឹងពេលនោះវានឹងចាប់ផ្ដើម download មកឲ្យយើងហើយបាទអញ្ចឹងកន្លែងនេះគឺយើងត្រូវចាំវាបន្តិចណាបាទអញ្ចឹងអាស្រ័យទៅលើអ៊ីនធឺណិតដែរបើសិនអ៊ីនធឺណិតយើងលឿន download លឿនអ៊ីនធឺណិតយើង slow download slow តមកយើងគ្រាន់តែចុចចូលតាក់ទងជាមួយនឹង open folder មកបាទអញ្ចឹងកន្លែងនេះគឺតាក់ទងជាមួយនឹង Winbox ហើយមួយទៀតយើងត្រូវតែការ extract ណាបាទ extract ចេញមកអញ្ចឹងយើងត្រូវការមាន WinRAR ផងអញ្ចឹងបើអ្នកអត់ទាន់មាន WinRAR ដាក់ WinRAR មកផងបាទទៅ refresh មួយតែចាំម្ដងទៀតបាទអូខេសូមមើល refresh នេះអញ្ចឹងតាក់ទងជាមួយកន្លែងនេះគឺជា file របស់យើងដែលយើង extract មុនហ្នឹងបាទយើង slow បន្តិចដោយសារតែ computer រៀងបន្តិចបាទអញ្ចឹងតាក់ទងជាមួយកន្លែងនេះគឺជា Winbox របស់យើងអញ្ចឹងយើងត្រូវចុចលើហ្នឹងមកបាទតមកទៀតនេះគឺជាតួឯករបស់យើងដែលយើងដាក់ថា Winbox ហ្នឹងអញ្ចឹងយើងចុចលើហ្នឹងមក double click មកបាទតមកយើង allow បាទបន្ទាប់ពី allow ហើយយើងនឹងទទួលបានផ្ទាំងមួយដែលមានផ្ទាំងបែបនេះបាទហើយយើងអាចឃើញជាដោយសារខ្ញុំដោត marketing ចូលអញ្ចឹងបានគ្នាយើងឃើញតតមួយកន្លែង marketing នេះផ្ទាំងមួយនេះយើងអាចមាន setting ច្រើនគួរសមដែរណាបើសិនជាអ្នកគាត់កំថ្មីគាត់អាចនឹងរៀងប្លែកជាមួយនឹង GUI មួយនេះបាទ GUI មួយនេះអញ្ចឹងយើងអាចកន្លែងនេះយើងអាចចុច menu មកបើសិនយើងអត់ friendly ជាមួយនឹងតកតងជាមួយនឹងពណ៌សទេយើងអាចចុចកន្លែងនេះ dark mode មកបាទអញ្ចឹងវាអាចចេញជា dark mode មួយដែលយើងអាចងាយស្រួលមើលដែរណាបាទអញ្ចឹងយើងអាចចុចកន្លែងហ្នឹងអញ្ចឹងនៅក្នុងនេះយើងអាចពីបានហើយអញ្ចឹងយើងឃើញតកតងជាមួយនឹង MAC address របស់ marketing របស់យើងបាទអញ្ចឹងតកតងជាមួយនឹង video install តកតងជាមួយនឹងនេះខ្ញុំសូមតែបញ្ចប់ប៉ុណ្ណឹងអញ្ចឹងជួបគ្នាការចូលទៅ config នៅវីដេអូក្រោយបាទអរគុណ